សួស្តីទាំងអស់គ្នាស្វាគមន៍ការីណាតារ៉ូ Triple Six ថ្ងៃនេះយើងមកធ្វើ collective reading ហើយទាំងអស់គ្នាវ៉ាវខ្ញុំមិនដឹងថាជាធម៌ពលរបស់អ្នកណាទេ collective reading នេះខ្ញុំចង់ទៅសុំចែកធម៌ពលល្អៗពីគាត់មកទេគឺរឿងល្អមែនតើទាំងអស់គ្នាចង់និយាយថាខ្ញុំខានសាប់បានកាតល្អជាងយូរហើយទូទៅខ្ញុំសាប់តែ5 6កាតអីណាតែជឿនេះខ្ញុំសាប់តែចេះតែចេញមកខ្ញុំចេះតែយកហើយបានសិទ្ធិរឿងល្អទៀតហើយមើលគាត់តែកាតទី1យើងមាន Ten of Pentacles ហើយដឹងហើយ Pentacle គឺនិយាយពី career លុយកាក់ឯនឹងឯងហើយ Ten of Pentacles ទាំងអស់គ្នាមើលនេះសិតតែលុយអត់ចេះខ្វះហើយ Ten ហ្នឹងមានថាវាធំជាងគេអញ្ចឹងលេខនៅក្នុងហ៊ូកាតលេខ10ហ្នឹងគឺគេចាប់ទុកធំជាងគេហើយតែមកយើងមានមហូបអាហារអត់ខ្វះនិយាយទៅគឺចង់និយាយពីទ្រព្យសម្បត្តិហូរហៀអត់ខ្វះហ្នឹងហើយកាតទី2ចាប់តិចបកស្រាយបន្ថែមណាកាតទី2យើងមានSeven of Pentacles Pentacle ទៀតឃើញទេហើយនៅក្នុងកាតហ៊ូនេះSeven of Pentacles ក្នុងហ៊ូកាតនេះគឺយើងមានរូបស្ត្រីមានផ្ទៃពោះដែលមើលទៅគាត់ដូចជាទន្ទឹងរង់ចាំនៅការប្រសូតបុត្រអញ្ចឹងអូខេហ្នឹងហើយអញ្ចឹងសម្រាប់ទាំងអស់គ្នាមួយចំនួនខ្ញុំនិយាយទាំងអស់ហើយណាខ្ញុំនិយាយមួយចំនួនដែលកំពុងតឹងរង់ចាំការមានកូនមានថាទាំងអស់គ្នាចង់បានយូរហើយប៉ុន្តែអត់បានណាគឺខ្ញុំចង់និយាយថាសង្ឃឹមបានច្រើនភាគរយមែនតើគឺអាចនឹងមានដំណឹងល្អក្នុងការមានកូនមានផ្ទៃពោះណាអូខេជប់ចាប់តិចខ្ញុំសេរីមីក្រូហ្វូនសិនហ្នឹងហើយយើងមានការទីប្រហែលហ្នឹងហើយមកជប់ការទី6នេះខ្ញុំសាប់បាន The Impress ហ្នឹងក៏និយាយពីការមានផ្ទៃពោះដូចគ្នាមិនមានន័យតែមួយហ្នឹងមានន័យច្រើនតែខ្ញុំចង់និយាយថាគឺមានន័យមួយក្នុងន័យហ្នឹងហើយអញ្ចឹងវាមក support អានេះទៀតអញ្ចឹងមានថាឱកាសក្នុងការមានផ្ទៃពោះមានកូនហ្នឹងគឺមានច្រើនមែនតើសម្រាប់អ្នកដែលចង់បានណាហើយឥឡូវចង់បានអីគេទៀតអូខេហើយយើងមាន page ចាប់ខាប់ទៀតទាំងអស់គ្នាអញ្ចឹងនិយាយថាទ្រព្យសម្បត្តិហូរហៀគ្រួសារសប្បាយរីករាយមានកូនមានចៅហើយមានទាំង page ខាប់នេះគឺនិយាយពីរបៀបមនុស្សដែលមានមនោចេតនាមនុស្សស្មោះចំពោះយើងយកចិត្តទុកដាក់ចំពោះយើងអញ្ចឹងរបៀបអញ្ចឹងនៅក្នុងជីវិតយើងហ្នឹងគឺថាមិនមែនមកក្នុងចូលក្នុងជីវិតយើងដើម្បីតែលុយកាក់ដែលយើងមានហ្នឹងឯងអូខេគឺគេស្រឡាញ់យើងសម្រាប់យើងជាយើងណាហ្នឹងហើយអញ្ចឹងខ្ញុំចង់និយាយថាល្អមែនតើខ្ញុំថាមានទាំងមនុស្សដែលយកចិត្តទុកដាក់ចំពោះយើងមានទាំងលុយកាក់ហើយបើសិនជាមានចង់និយាយថាមានបើមានបំណងនៅក្នុងការចង់បានកូនគឺអាចនឹងមានសង្ឃឹមមានកូននៅក្នុងពេលឆាប់ៗនឹងទៀតអញ្ចឹងគឺថាមានសង្គ្រប់មកហើយនេះអូខេហ្នឹងហើយប៉ុន្តែតើតើជាមួយ Ten of Pentacles នេះក៏និយាយពីលុយកាក់ដែលបានមកពីគេមរតកអីណារបៀបលុយទាំងដុំទាំងអស់នេះមិនមែនលុយទូចទេណា Ten of Pentacles ហ្នឹងអាចជាគេមរតកឬក៏អាចជាដីឡើងថ្លៃផ្ទះឡើងថ្លៃនិយាយទៅគឺអ្វីមួយយ៉ាងដែលវាចូលមកទាំងដុំឬក៏រ៉ូស៊ីអញ្ចឹងទៅប៉ុន្តែគាត់ថាអ្នករ៉ូស៊ីធំដុំដែលលក់អីមួយដែលបានមកទាំងដុំហ្មងអូខេហ្នឹងហើយរបៀបអញ្ចឹងអញ្ចឹងអាចនឹងរំពឹងនៅក្នុងការមានលុយចូលធំអូខេហើយសម្រាប់អ្នកដែលរំពឹងនៅក្នុងការមានផ្ទៃពោះមានចង់បានកូនគឺអាចនឹងមានដំណឹងមានផ្ទៃពោះដូចគ្នាហើយបើអ្នកដែលរំពឹងនឹងស្នេហាវិញទាំងអស់គ្នាដូចខ្ញុំនិយាយមិញអញ្ចឹងនេះគឺមនុស្សដែលចូលមកហ្នឹងគឺគាត់មានទឹកចិត្តចង់និយាយថាគាត់អត់ស្រឡាញ់ materialistic របស់ទាំងអស់គ្នាអត់មើលទៅលើឋានៈរបស់ទាំងអស់គ្នាឬក៏លុយកាក់ដែលទាំងអស់គ្នាមានទេគឺគាត់មានទឹកចិត្តហើយគាត់ស្រឡាញ់ទាំងអស់គ្នាសម្រាប់ទាំងអស់គ្នាជាទាំងអស់គ្នានិយាយទៅគាត់ស្រឡាញ់ស្មោះហ្មងដូចអញ្ចឹងគាត់មានការផ្ដល់ឲ្យនៅការស្រឡាញ់ចេញពីបេះដូងរបៀបចឹងអូខេហើយម្នាក់ហ្នឹងសម្រាប់អស់នេះមួយចំនួននេះអូខេខ្ញុំចាប់បានថាពលមួយចំនួនទេម្នាក់ហ្នឹងអាចនឹងក្មេងជាងទាំងអស់គ្នាក្មេងជាងច្រើនគូសំជាមួយនឹង page នេះអាចនឹងក្មេងជាង 4-5 ឆ្នាំឡើងលើ 4-5 ឆ្នាំឡើងលើមិនមែនចុះក្រោមទេអូខេហ្នឹងហើយអូខេអាហ្នឹងមួយថាពលមួយទៀតសម្រាប់អស់នេះមួយចំនួនទៀតគឺអត់តន់មកដល់កន្លែងនេះទេគឺអត់តន់មកដល់កន្លែងកំពុងតែមានបានច្រើនហ្នឹងទេគឺទាំងអស់គ្នាកំពុងតែនៅហួសពាក់កណ្ដាលផ្លូវអូខេជាមួយនឹង King of Wands នេះទាំងអស់គ្នាមាន passion នៅក្នុងការធ្វើរឿងអ្វីមួយខ្ញុំអត់ដឹងដែរប៉ុន្តែទាំងអស់គ្នាចង់និយាយថាស្រឡាញ់ចូលចិត្តធ្វើអាហ្នឹងមែនតើអាការងារហ្នឹងទាំងអស់គ្នាចិត្តបានសម្រេចចង់និយាយថាឆាប់ហ្នឹងទាំងអស់គ្នាដើរហួសពាក់កណ្ដាលផ្លូវអូខេខំប្រឹងបន្តទៀតនេះវាមកជាមួយ The Sun Card នេះទាំងអស់គ្នាវ៉ាវចង់និយាយថាការងារអ្វីក៏ដោយដែលទាំងអស់គ្នាមាន passion ក្នុងការធ្វើឲ្យកំពុងតែធ្វើវាហ្នឹងមិនថាជាការងារឬក៏ជាមុខរបរថ្មីឬក៏ជាអ្វីក៏ដោយខ្ញុំសង្ស័យអាចតទៅនឹងមុខរបរថ្មីអីដែរព្រោះយើងមាន Ace of Wands នៅនេះឬក៏មុខរបរដែលទាំងអស់គ្នាកំពុងតែធ្វើហើយមិនប្រកាសថាជាមុខរបរថ្មីទេចឹងអញ្ចឹងសម្រាប់គ្នាអានេះគាត់ថាពលទូចមួយទេវាតទៅនឹង The Impress នេះខ្ញុំនិយាយតាមក្រោយអា Ace of Wands នេះ Impress នេះឥឡូវយើងនិយាយនេះសិនអញ្ចឹងអ្វីដែលទាំងអស់គ្នាមានក៏ដោយ sorry និយាយញាប់ពេក
ចឹងអ្វីក៏ដោយអ្នកនេះមាន passion នៅក្នុងការធ្វើវាហើយកំពុងតែធ្វើវានឹងការងារក៏ដោយមុខរបររកស៊ីផ្ទាល់ខ្លួនក៏ដោយ business អីក៏ដោយគឺទាំងអស់គ្នាចិត្តបានជោគជ័យហើយជាមួយទៅសាន់ខាតនេះគឺថាគឺជោគជ័យធំហ្មងហើយអត់មានរឿងទូចទេទាំងអស់គ្នាខ្ញុំមិនដឹងថាទាំងអស់គ្នាតាមពលខ្ញុំចាប់បាននេះខ្ញុំដឹងថាតាមពលរបស់អ្នកណាទេខ្ញុំដឹងថាមិនមែនទូទៅថាមនុស្ស2-3ពាន់អ្នកមើលវីដេអូខ្ញុំអញ្ចឹងមិនមែនមានថាតាមពលរបស់មនុស្សទាំង2-3ពាន់អ្នកនេះគឺមានតាមពលមនុស្សនៅក្នុងចំណោមមនុស្ស2-3ពាន់អ្នកហ្នឹងណាតែខ្ញុំមិនដឹងថាអ្នកណាទេប៉ុន្តែតាមពលនេះគឺថាគាត់មុខរបរក៏មិនទូចដែរការងារក៏មិនទូចដែរម្នាក់ហ្នឹងគឺធ្វើមុខរបរធំការងារធំទៀតអញ្ចឹងទាំងអស់គ្នាបើសិនស្ដាប់ទៅមិនមែនរឿងរបស់ទាំងអស់គ្នាទេមិនបាច់យកដាក់ខ្លួនទេខ្ញុំចង់និយាយថាខ្ញុំអត់កុហកខ្ញុំអត់ចង់និយាយកុហកបញ្ចូលលាក់លៀមទេខ្ញុំនិយាយតាមត្រង់អញ្ចឹងតាមពលរបស់មនុស្សមួយក្រុមដែលខ្ញុំសាប់បានហ្នឹងគឺមិនមែនធ្វើការងារទូចទេធ្វើការងារធំដុំហើយបើមុខរបរក៏មុខរបរធំដុំដែរហើយបើលុយចូលគឺចូលធំហ្មងមិនមែនវាចូលតិចតិចណាហើយម្នាក់នេះគឺអញ្ចឹងនេះ passion របស់គាត់នៅពេលដែលគាត់ទទួលបានជោគជ័យមិនមែនរឿងជោគជ័យតូចតែគឺរឿងជោគជ័យធំមែនតើជាមួយទៅសាន់ខាតនេះហើយអាភាពជោគជ័យហ្នឹងវាមិនមែនធ្វើឲ្យគាត់គ្រាន់តែថាមានទ្រព្យសម្បត្តិស្តុកស្ដំសบายចិត្តនឹងទ្រព្យសម្បត្តិដែលគាត់មានដែលរកបានមកដែលជោគជ័យហ្នឹងអាភាពជោគជ័យហ្នឹងវាធ្វើនឹងធ្វើឲ្យគាត់សบายចិត្តមែនតើពេលអញ្ចឹងខ្ញុំចង់និយាយថាចេះធម្មតាមានទ្រព្យសម្បត្តិមានលុយយើងសบายចិត្តតែខ្ញុំចង់និយាយថាវាមិនមែនម្នាក់នេះពេលដែលអា passion របស់គាត់បានជោគជ័យគាត់មិនមែនសบายចិត្តតែនឹងទ្រព្យសម្បត្តិដែលបានមកជាមួយនឹងភាពជោគជ័យហ្នឹងគាត់សบายចិត្តនឹងគេហៅថាម៉េចណោះហៅថានិយាយបានថាអំនួតលើខ្លួនឯងដែលថាខ្លួនឯងអាចធ្វើវាបានរបៀបចឹងគឺគាត់នឹងសប្បាយចិត្តមែនតើនិយាយទៅអាភាពជោគជ័យវាធ្វើគាត់សប្បាយចិត្តខ្លាំងមែនតើរបៀបចឹងវ៉ាវខ្ញុំគ្រាន់តែនិយាយឡើងព្រឺហោមទទួលបានធម៌ពលហ្នឹងខ្ញុំមិនដឹងថាអ្នកណាតែខ្ញុំមានអារម្មណ៍ថាម្នាក់ហ្នឹងមាន authority មានអំណាចហើយរបៀបវាថាមែនមនុស្សធ្វើការងារតូចតាចនិយាយចេះមកទៅជាមួយនឹង King of Wands ហើយយើងនិយាយពីធម៌ពលម្ដងយើងមានធម៌ពល Leo ខ្លាំងជាងគេអូខេយើងមាន Leo យើងមាន Aries យើងមាន Capricorn យើងមានTaurus អាចជា Virgo ដែរហើយយើងមាន Pisces អាចជា Scorpio ដែរនៅនេះអូខេ Libra តិចតួចហើយមិញខ្ញុំនិយាយឲ្យអស់នេះថាម្ដុំខាងនេះគឺសម្រាប់អ្នកដែលគេតឹងរងចាំមានកូនមានអីហ្នឹងហើយហើយក៏ទទួលបានលុយដុំពីអាចទាំងជាលុយគេមរតកឬលុយលក់ដីឬក៏លុយអីចឹងទៅអញ្ចឹងប៉ុន្តែមួយផ្នែកគ្នាវិញខ្ញុំនិយាយថាមពលមួយទៀតណាថាមពលម្នាក់នេះគឺថាមពលមនុស្សដែលវាថាមាន passion នៅក្នុងការធ្វើរឿងដែលគាត់ចង់ធ្វើហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងហើយការងារធំដុំអីហ្នឹងហើយនឹងគាត់នឹងបានជោគជ័យហ្នឹងខ្ញុំនិយាយសារដើមឡើងវិញដោយសារវាមានតកតងណានេះហើយនៅពេលដែលគាត់បានជោគជ័យទាំងអស់គ្នានៅពេលដែលម្នាក់នេះបានជោគជ័យគឺគាត់នឹងជួបដៃគូរបស់គាត់ចូលក្នុងជីវិតរបស់គាត់ដោយឯងហ្មងវាអញ្ចឹងហ្នឹងហើយអញ្ចឹងរបៀបវាថារឿងមួយវានាំមកនៅរឿងមួយទៀតនៅពេលដែលគាត់បានជោគជ័យ vibrant គាត់ខ្ពស់មែនតើហើយគាត់នឹង attract អ្នកដែលមាន vibrant ដូចគាត់អញ្ចឹងអ្នកដែលមាន vibrant ដូចគាត់គឺ impress នឹងឯងគឺបបកមកវិញគេហៅថាម្ចាស់ស្ត្រីអូខេហ្នឹងហើយរបស់យើងបបកមកខ្មែរប៉ុន្តែនៅក្នុងហ៊ូកាត់ចង់និយាយពី vibrant ហ្នឹងឯងនៅពេលដែលគាត់បានជោគជ័យគាត់នឹង attract អ្នកដែលចង់និយាយថាគូអនាគតរបស់គាត់ហ្មងហើយគូអនាគតរបស់គាត់គឺស័ក្តិសមនឹងគាត់មែនតើវាថាមនុស្សដែលឯករាជ្យម្ចាស់ការហើយនឹងរបៀបដូច impress ហ្នឹងចេះទៀតគាត់មានការស្រឡាញ់ឲ្យច្រើនអូខេហើយមានការស្រឡាញ់ឲ្យម្នាក់នេះច្រើនហើយរបៀបជាប្រភេទមនុស្សដែលមានលក្ខណៈធម៌ពលមេដាមានថាចេះជួយចិត្តផ្ដល់ឲ្យគេរបៀបថាផ្ដល់នៅការ take care ផ្ដល់នៅការស្រឡាញ់យកចិត្តទុកដាក់ចំពោះគេនិយាយទៅគឺសុំតោះផងសម្លេងរំខានមិនដឹងជា play ស្អីគេទេអាម៉ោង 8-9 យប់ស្ងាត់ជ្រាបផ្លូវខ្ញុំអត់យល់អូខេតទៀតចង់និយាយថាជាមនុស្សដែលមានគេថាមានការស្រឡាញ់ឲ្យច្រើនណាហ្នឹងហើយជាមួយនឹង The Impress ហ្នឹងគឺមានលក្ខណៈជាមេដាហើយ oh my god ហើយមើលទៅដូចជាអ្នកថ្មីទៀតជាមួយពួក The Impress នេះមកជាមួយនឹង Ace of Wands អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងម្នាក់នេះអាចជាអ្នកថ្មីណាហ្នឹងហើយអញ្ចឹងចាប់តាមពលជាប់តាក់ទងទាំងអស់គ្នាទៅបើអត់ជាប់តាក់ទងទេវាអាចនឹងជារឿងរបស់អ្នកផ្សេងដែលគេកំពុងមើលហ្នឹងហើយអញ្ចឹងនៅពេលដែលនេះម្នាក់នេះគាត់បានជោគជ័យគាត់នឹងទាក់ចង់និយាយថា vibrant របស់គាត់នឹង attract នៅដៃគូជីវិតរបស់គាត់ដែលស័ក្តិសមជាមួយនឹងគាត់នឹងមកហ្មងហើយម្នាក់ហ្នឹងគឺអូយ my god ខ្ញុំចង់និយាយថាអត់ខ្
ខ្ចោះហ្មងរបៀបថាគិតមើលមានលុយជោគជ័យមានភាពរីករាយហើយមានមនុស្សដែលស្រឡាញ់ខ្លួនឯងហើយចេះយកចិត្តទុកដាក់ចំពោះខ្លួនឯងរបៀបគេហៅថាផ្ដល់ឲ្យរបៀបលក្ខណៈជាមេដារបៀបទៅគេនិយាយថាម៉េចនោះ take care អីនិយាយទៅគឺថាយកចិត្តទុកដាក់ចំពោះខ្លួនឯងមកចប់របៀបចឹងគឺផ្ដល់ការស្រឡាញ់មួយដែលថាធ្វើឲ្យយើងមានភាពកក់ក្ដៅហ្មងអូខេតើណាទៀតមានគ្រប់មុខហ្មងមិនថាថាពលរបស់អ្នកណានេះតែមានគ្រប់មុខហ្មងហើយចាំឲ្យច្បាស់ថាម្នាក់ហ្នឹងអាចជាមនុស្សថ្មីមិនមែនអ្នកចាស់ណាអូខេអ្នកដែលចូលក្នុងជីវិតរបស់អ្នកដែលចូលក្នុងជីវិតរបស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបានជោគជ័យនេះហើយខ្ញុំគិតថាទាំងអស់គ្នាអាចនឹងស្គាល់គាត់នៅកន្លែងធ្វើការរបស់ទាំងអស់គ្នាឬក៏ជាមួយនឹងស្រីខាប់មកបន្ទាប់នេះអញ្ចឹងបើមិនស្គាល់នៅកន្លែងធ្វើការទេគឺស្គាល់តាមរយៈមិត្តភ័ក្តិឬក៏នៅពេលដែលទាំងអស់គ្នាចូលរួមក្នុងពិធីជប់លៀងណាមួយអញ្ចឹងណាអ្នកនរឃើញគាត់នៅហ្នឹងណាហើយស្គាល់តាមមិត្តភ័ក្តិនឹងឯងនៅពេលដែលជួបជុំគ្នាមួយមិត្តភ័ក្តិអីចឹងជាណែនាំមិត្តភ័ក្តិរវាងមិត្តភ័ក្តិចង់និយាយថាម៉េចថា mutual friend នោះបងអស់ខ្មែរហ្នឹងនិយាយថាមិត្តភ័ក្តិរបស់មិត្តភ័ក្តិរបស់អ្នកឯងវាចឹងហ្នឹងហើយអូខេខ្ញុំចង់និយាយចឹងខ្ញុំបាក់បកដែរហើយនេះយើងមានទាំងអស់គ្នាមើល starting with the 10 of Pentacles ending with 10 of Cups oh my god សិតតែ 10 wholeness ទាំងអស់គ្នាគឺភាពពេញលេញហ្មងក្នុងជីវិតអត់មានខ្វះហើយចង់និយាយចេះអ្នកខ្លះមានលុយកាក់មានអីអញ្ចឹងមនុស្សដែលនៅជុំវិញខ្លួនសិតតែមនុស្ស fake របៀបថាមកដើម្បីទ្រព្យសម្បត្តិឃើញឋានៈរបស់យើងអីចឹងដើម្បីបើគេមករាប់អានយើងប៉ុន្តែរឿងនេះថាអំពើរបស់មនុស្សដែលខ្ញុំចាប់បាននេះថាអំពើនេះខ្ញុំមិនដឹងថារបស់អ្នកណាខ្ញុំនិយាយមិនចឹងមិនដឹងថាអ្នកណាកំពុងមើលថាអំពើរបស់អ្នកណាទេគឺចង់និយាយថាល្អត្រង់ថាអ្នកដែលចូលមកក្នុងជីវិតរបស់គាត់តែគាត់មានឋានៈមានអីហ្នឹងអ្នកដែលចូលក្នុងជីវិតរបស់គាត់មិនមែនមើលឃើញឋានៈលុយកាក់របស់គាត់ទេសិតតែអ្នកចូលក្នុងជីវិតរបស់គាត់របៀបថាទាំងមិត្តភ័ក្តិទាំងអីដែលនៅជុំវិញខ្លួនគាត់ហ្នឹងជាពិសេសបងប្អូនមិត្តភ័ក្តិហ្នឹងគឺរបៀបថាមានទឹកចិត្តឲ្យគាត់ហ្មងរបៀបចឹងណាអូខេវាថាមនោចេតនាពិតទឹកចិត្តពិតការស្រឡាញ់ពិតការយកចិត្តទុកដាក់ពិតអូខេអត់របៀបឯថាសម្រាប់អ្នកខ្លះនៅពេលដែលគាត់មានអញ្ចឹងខ្ញុំមើលឃើញច្រើនតែចេញមករបៀបថាអ្នកនៅជុំវិញខ្លួនគាត់ fake អីអញ្ចឹងមករហូតគាត់ដើម្បីឋានៈគាត់លុយកាក់គាត់តែនេះអត់ទេនេះអ្នកជុំវិញខ្លួនគាត់សិតតែមនុស្សល្អទៀតមនុស្សដែលមានដូចខ្ញុំនិយាយមិនអញ្ចឹងសិតតែពិតប្រកបអត់មាន fake របៀបអញ្ចឹងទឹកចិត្តពិតការយកចិត្តទុកដាក់ពិតការស្រឡាញ់ពិតរបៀបអញ្ចឹងណា Oh my god ខ្ញុំចង់និយាយថាខ្ញុំថាល្អគឺល្អអញ្ចឹងបងប្អូនដូចអត់ខ្ចោះហ្មងណាមានទាំងពីលុយកាក់មានទាំងមនុស្សដែលយកចិត្តទុកដាក់ដោយពិតប្រកបមានមនោចេតនាអញ្ចឹងមានទាំងពីគេហៅ social life នេះជាមួយនឹង Three of Cups នេះការពិធីជប់លៀងមិត្តភ័ក្តិអីហ្នឹងរបៀប social life អូខេគឺចង់និយាយថាមានទាំងអស់ហើយនឹងភាពជោគជ័យភាពសប្បាយរីករាយជាមួយនឹងសានខាតនេះហើយមនុស្សនេះមានជំនឿចិត្តទៀតជាមួយនឹងKing of Wands នឹងមានជំនួយចិត្ត independent ឯករាជ្យម្ចាស់ការ confident oh my god very strong good energy វាចឹងឯងទាំងអស់នេះអញ្ចឹងខ្ញុំនិយាយដល់ទៀតណាទី1ថាមពលនេះដាច់ដលែកពីថាមពលមកកញ្ញនេះអូខេមកកញ្ញ3នេះដាច់ពីថាមពលមកកញ្ញ5កាតនេះខ្ញុំនិយាយចឹង3នេះគឺចង់និយាយសម្រាប់អ្នកដែលមានគ្រួសារអន្ទឹងរង់ចាំមានកូនមានអីហើយនឹងហើយខាងនេះគឺជោគជ័យរួចហើយគឺគេបានលុយកាក់ថតស្បាត់ហ្នឹងអាចពីការលក់ដីពីការរបៀបថាគេមកដកនិយាយលុយទាំងដុំចូលមករបៀបចឹងហើយគេក៏មានអ្នកដែលគេចង់និយាយថាគូជីវិតរបស់គេដែរហើយម្នាក់ហ្នឹងអាចក្មេងជាងអ្នកទាំងអស់គ្នាអាចនឹងក្មេងជាងពី4ឆ្នាំឡើងលើចង់និយាយចឹង4-5ឆ្នាំឡើងលើហ្នឹងហើយមកខ្ញុំខាងនេះគឺនិយាយពីកំពុងទៅដើរហួសពាក់កណ្ដាលផ្លូវហើយខ្ញុំសង្ខេបមកវិញណាហួសពាក់កណ្ដាលផ្លូវហើយគឺភាពជោគជ័យមកគិតមែនតើនៅពេលដែលជោគជ័យនឹងទទួលបាននៅនេះមនុស្សដែលខ្លួនឯងដែលជាគូជីវិតរបស់ខ្លួននឹងចូលមកក្នុងជីវិតរបស់ខ្លួន direct ហ្មងអាចនឹងស្គាល់គ្នាក្នុងកន្លែងធ្វើការឬក៏ស្គាល់គ្នាតាមរយៈមិត្តភ័ក្តិរបៀបចឹងមិត្តភ័ក្តិរបស់មិត្តភ័ក្តិចង់និយាយចេះហើយមួយទៀតមនុស្សដែលនៅជុំវិញខ្លួនគាត់គឺសិតតែប៉ាត់ចង់និយាយថាអត់คล้ายមនុស្សចេតនាសិតប៉ាត់ទាំងអស់របៀបចឹងទាំងមិត្តភ័ក្តិទាំងបងប្អូនសិតតែផ្ដល់ការស្រឡាញ់ប៉ាត់ការយកចិត្តទុកដាក់ប៉ាត់ហ្នឹងហើយរបៀបចឹងណាគឺអត់คล้ายដោយសារតែឃើញទ្រព្យសម្បត្តិឬក៏ឋានៈរបស់គាត់ទេហើយម្នាក់នេះនឹងរីករាយមែនតើមកជាមួយសានខាតនេះនៅពេលគាត់ជោគជ័យខ្ញុំមានតែប៉ុណ្្នឹងទេទាំងអស់គ្នាសម្រាប់ collective reading នេះគឺអូវ៉ាវគឺល្អមែនតើខ្ញុំចង់សាប់ទៀតការទៀតដែរប៉ុន្តែខ្ញុំអត់ដឹងថាគូសាប់អីទៀតបើបានល្អទាំងអស់អញ្ចឹងហើយនេះមិនដឹងថាត្រូវសាប់អីទៀតណាព្រោះបើសិនជាមានរឿងដូចថាបញ្ហាទៅយើងជាសាប់បន្តទៀតមើលថាគូដោះស្រាយមិនអីមិនហើយឥឡូវបើចេញមកល្អទាំងអស់អញ្ចឹងសាប់យកអីទៀតអញ្ចឹងគឺអត់សាប់ទៀតទេមានតែប៉ុណ្្នឹងឯងទាំងអស់គ្នា
ngày chụpគ្នាពេលក្រោយហើយសូមចែកធម៌ពលល្អចោឲ្យអ្នកគ្រូខ្លះផងហ្នឹងហើយព្រោះវ៉ាវខ្ញុំទទួលធម៌ពលនឹងខ្លួនឯងហ្មងបងប្អូនខ្ញុំទទួលធម៌ពលម្នាក់ហ្នឹងគឺ my god ហើយ very strong masculine energy ខ្ញុំមិននិយាយពីមនុស្សប្រុសមនុស្សស្រីតែខ្ញុំនិយាយពី masculine energy ខ្ញុំនិយាយពីធម៌ពលធាតុឈ្មោលគឺខ្លាំងមែនតើអូខេចឹងជួបគ្នាពេលក្រោយបាយ